ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះគឺនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំជូតនិងឆ្នាំឆ្លូវជីវិតប្តីប្រពន្ធគឺផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីមានឬក៏ក្រចាស់បើឆ្នាំជូតនិងឆ្នាំឆ្លូវបានគ្នាជាប្តីប្រពន្ធគឺល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនឆ្លោះប្រកែកគ្នាបន្តិចចាប់ពីបានកូនមួយបើត្រូវប្រត់ប្រាស់គ្នាគឺបែកគ្នាមួយរយៈក្រោយមកទើបជួបគ្នាវិញអ្នកឆ្នាំជូតធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំឆ្លូវចំពោះឆ្នាំជូតនិងឆ្នាំឆ្លូវគួរយកកូនស្រីឬកូនប្រុសល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលឧទាហរណ៍បើឆ្នាំទាំងពីរមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាមិនសូវចុះសម្រុងទេហើយកូនខ្លះក៏អាចធ្វើឲ្យឪពុកម្ដាយលះលែងគ្នារកស៊ីបងខាត់ឬក៏មានគ្រោះថ្នាក់ផ្សេងក៏មានដែរតែបើអ្នកទាំងពីរបានកូនស្រីវិញគឺថាអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខសប្បាយល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរនោះមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនស្រីក៏បានយកកូនប្រុសក៏បានគឺសុទ្ធតែល្អទាំងអស់ចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងរបស់មនុស្សម្នាក់ទី1សុខភាពទី2សំពេចបុណ្យនិងចំណេះដឹងទី3ការទំនាក់ទំនងទី4លុយកាក់ទី5សេចក្តីព្យាយាមឧទាហរណ៍អ្នកឆ្នាំជូតកើតថ្ងៃអង្គារខែមេសានិងឆ្នាំឆ្លូវកើតថ្ងៃប្រហ័សខែសីហាទី1សុខភាពអ្នកឆ្នាំជូតមានសុខភាពមិនសូវល្អតាំងពីក្មេងរហូតដល់ចាស់ចំពោះឆ្នាំឆ្លូវវិញពីក្មេងមានសុខភាពល្អតែដល់ចាស់មានសុខភាពមិនសូវល្អទី2សុពេកបុណ្យឆ្នាំទាំងពីរនេះបើរៀនបានច្រើនបើធ្វើការបានធ្វើការធំបើរកស៊ីនឹងមានមុខរបរធំដុំនៅពេលក្រោយបើបច្ចុប្បន្នមិនតាន់មានទី3ការទំនាក់ទំនងឆ្នាំជូតរស់នៅជាមួយគ្នាពូកែយកចិត្តដៃគូចំពោះឆ្នាំឆ្លូវរស់នៅជាមួយគ្នាមិនសូវចេះហែមល្ហែមជាមួយនឹងដៃគូទេឃើញមិនថាអញ្ចឹងដូចនេះឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាពេលខឹងគ្នាម្ដងច្រើនតែអ្នកឆ្នាំជូតលួងលោមនិងនិយាយស្ដីទៅកាន់អ្នកឆ្នាំឆ្លូវមុនទី4លុយកាក់ឆ្នាំជូតគឺជាមនុស្សហ៊ានចំណាយតលតែឃើញចំណេញចំពោះឆ្នាំឆ្លូវជាមនុស្សចាយលុយរៀងរិះឆាំបន្តិចទី5សេចក្តីព្យាយាមឆ្នាំទាំងពីរនេះគឺជាមនុស្សធ្វើការមិនសូវចេះប្រកាន់ខ្លួនឆ្នាំជូតមានចិត្តធ្ងន់តែឆ្នាំឆ្លូវមានចិត្តរាងឆេវឆាវបន្តិចសរុបសេចក្តីមកវិញឆ្នាំជូតនិងឆ្នាំឆ្លូវបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើអ្នកទាំងអស់គ្នាវាយតម្លៃនិងដាក់បន្ទុកឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាតែគេយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកកណនារកមើលទើបដឹងសូមអរគុណ